はい、皆さん、こんにちは。キリと申します。いつもお世話になっております。今日の文法は、何々さ、何々み、ご説明させていただきます。よろしくお願いいたします。បាទថ្ងៃនេះយើងរៀនអំពីវេយ្យាករណ៍ស័ក្តិហើយនិងមិបាទតាមពិតទៅស័ក្តិហើយនិងមិនេះគឺជាការធ្វើគុណនាមឲ្យទៅជានាមដូចគ្នាប៉ុន្តែវាមានភាពខុសគ្នាបន្តិចដែលតិចទៀតខ្ញុំនឹងបញ្យល់បាទអញ្ចឹងនៅពេលណាដែលយើងអឺប្រើស័ក្តិបានន័យថាគឺសម្រាប់គុណនាមណាឬក៏អ្វីមួយដែលយើងអាចវាស់ស្ទង់បានចំណែកឯមិវិញគឺយើងបង្ហាញអំពីស្ថានភាពឬក៏គុណភាពដែលផ្ដល់ឲ្យអារម្មណ៍ដែលយើងមិនអាចវាស់ស្ទង់កើតបាទនេះគឺជារបៀបធ្វើបំលែងគុណនាមទៅជានាមឧទាហរណ៍ដូចជាវែង nagai នេះជាគុណនាមប្រភេទ x ចឹងនៅពេលណាយើងប្រែក្លាយវាទៅជានាមវាទៅជា nagasa គឺបានន័យថាប្រវែងធ្ងន់អមួយដូរទៅជានាមចេញជាអមស័កទៅជាទម្ងន់បាទតាកៃខ្ពស់ទៅជាតាកស័កបែរជាកម្ពស់អត់ស៊ីបានន័យថាក្រាស់អត់សុស័កទៅជាកម្រាស់យយល្អយកស័កទៅជាភាពល្អនេះគឺជាការបំបែករបស់គុណនាមប្រភេទ x គឺយើងគ្រាន់តែលុប x ចេញហើយយើងបន្ថែមស័កទៅវិញបាទចំពោះគុណនាមប្រភេទណវិញគឺយើងលុបណទាំងអស់ហើយយើងគ្រាន់តែបន្ថែមស័កជាការស្រេចឧទាហរណ៍ដូចជាស៊ីនសែនបាទស៊ីនសែនទៅជាស៊ីនសែនស័កភាពស្រស់ដូចជាបន្លែស្រស់ឬក៏ត្រីស្រស់ស្រស់នឹងគេប្រើស៊ីនសែនបាទថៃសេតសឹថៃសេតសឹហើយនឹងថៃសេតសឹស័កមានន័យថាសំខាន់ឬភាពសំខាន់ស៊ីនសេតសឹស៊ីនសេតសណៈដូរទៅជានាមគឺទៅជាស៊ីនសេតសឹស័កមានន័យថាភាពដែលមានចិត្តភាពដែលចិត្តល្អអញ្ចឹងស៊ីនសេតសឹហ្នឹងខ្ញុំមិនដឹងថាពាក្យខ្មែរយើងបកប្រែទៅយ៉ាងម៉េចឲ្យសមទេគឺគាត់ថាដឹងថាគាត់មានចិត្តបាទអូខេចំពោះការធ្វើគុណនាមទៅជាមិវិញគឺវាស្រដៀងគ្នាជាមួយនឹងការធ្វើបោះស័កដែរគ្រាន់តែលុប x ចេញយើងបន្ថែមមិជាការស្រេចឧទាហរណ៍ដូចជា Marui យើងទៅជា Marumi ហើយនឹង Aoi ទៅជា Aomi Atsui ទៅជា Atsumi បាទអញ្ចឹងយើងឃើញ Atsui នេះមិញបានលេចឡើងនៅក្នុងការបំបែកទម្រង់ស័ករួចទៅហើយនៅក្នុងគុណនាមប្រភេទខ្លះវាអាចមានការបំបែកជា2ជាឧទាហរណ៍ដូចកន្លែងនេះគឺ Atsui Atsumi ក៏បាន Atsusa ក៏បានដែរហើយសបាយគឺដូរទៅជា Tanoshi ទៅជា Tanoshimi បានន័យថាសបាយបាទអញ្ចឹងហើយខ្ញុំត្រឡប់មកវិញគឺការភាពខុសគ្នារវាងស័កហើយនិងមិគឺស័កយើងកន្លែងនេះគឺយើងថាអាចអ្វីដែលឲ្យវាស់ស្ទង់បានដូចជាកម្ពស់ដូចជាទម្ងន់ដូចជាកម្រាស់ដូចជាអ្វីជាដើមគឺយើងអាចវាស់ស្ទង់បានចំណែកឯមិវិញគឺយើងប្រើប្រាស់យើងបំលែងគុណនាមទៅជានាមក្នុងករណីពីអ្វីមួយដែលយើងមិនអាចវាស់ស្ទង់បានប៉ុន្តែវាចេញពីអារម្មណ៍របស់យើងទៅវិញបាទអូខេអញ្ចឹងខ្ញុំសូមបញ្ចប់ការពន្យល់ប៉ុណ្នេះសូមអរគុណ